សួស្តីអ្នកនរគ្នាចូលគ្នាម្ដងទៀតហើយមួយខ្ញុំហើយអ្នកនរគ្នាប្រកាសជាស្គាល់ខ្ញុំតាំងពីវីដេអូមុនមកហើយត្រូវអត់វីដេអូមុនខ្ញុំបាននិយាយសួរអ្នកទាំងអស់គ្នាថាតើ Sakura School ពិតជាលេងបានគ្នាពីរនាក់មែនអត់ឥឡូវនេះគឺខ្ញុំបានឃើញហើយប៉ុន្តែខ្ញុំអត់ប្រកាសថាវាពិតឬមួយក៏អត់ទេអ្នកនរគ្នាគឺបានឃើញគេផុសថា Sakura School របស់ជប៉ុនគឺអត់អាចលេងគ្នាពីរនាក់បានទេប៉ុន្តែអ្នកនរគ្នាមកមើលមួយខ្ញុំសិនគឺថាខ្ញុំអាប់ដេតមកថងទីរីគឺវាមានចេញក្អៅស្អាតខ្លាំងមែនតើខ្ញុំគិតថាអាប់ដេតលើកមុនហ្នឹងគឺគេអាប់ដេតសម្លៀកបំពាក់ឲ្យអស់ហើយអ្នកគ្នាត្រូវតែពេលខ្ញុំចូលមើលក្នុង Sakura School ទៅគឺមានអាប់ដេតក្អៅហើយនឹងវ៉ែនតាទីអ្នកគ្នាទៅពេលអញ្ចឹងទៅខ្ញុំក៏គិតថាអញ្ចឹងបើគេអាប់ដេតអញ្ចឹងខ្ញុំចង់ធ្វើ vlog បងប្អូនទាំងអស់គ្នាមើលអញ្ចឹងណាហើយ vlog ដែលខ្ញុំធ្វើនៅក្នុង Sakura School ថ្ងៃនេះគឺពាក់ព័ន្ធទៅនឹងខ្លួនខ្ញុំផ្ទាល់មកថាថ្ងៃហ្នឹងគឺខ្ញុំធ្វើអីខ្ញុំធ្វើ vlog ហ្នឹងគឺអត់សូវមានជាតិមានជើងមែនទេអ្នកគ្នាអញ្ចឹងអ្នកគ្នាមើលឲ្យអ្នកគ្នាកុំប្រកាន់ណាដោយសារអីគឺថាខ្ញុំយកកាត់ពីពេលផឹកឡើងក្នុងជីវិតពិតយកទៅប្រាប់អ្នកគ្នានៅក្នុង Sakura School អញ្ចឹងព្រឹកមិញហ្នឹងគឺខ្ញុំស្លៀកពាក់អីស្អាតបានអ្នកគ្នាហើយសក់ក៏ខ្ញុំដាក់លំនាំវាស្តៀងគ្នាដែរខ្ញុំជិះកង់ទៅទិញអីហើយយើងទៅទិញហ្នឹងគឺអត់ឆ្ងាយពីផ្ទះយើងមែនទេគឺដូចតែនឹងវាថា vlog ដែលខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នាមើលនេះចឹងតើថានៅក្នុង Sakura School គឺមានកង់សម្រាប់ជិះប៉ុន្តែនៅក្នុងជីវិតពិតរបស់ខ្ញុំគឺខ្ញុំជិះម៉ូតូទៅទិញអ្នកគ្នានិយាយទៅអ្នកគ្នាអាចយកវាទៅប្រៀបធៀបជាមួយនឹងជីវិតពិតរបស់យើងបែបគណៈថាវាផឹកឡើងយើងត្រូវការញ៉ាំ breakfast អីអញ្ចឹងណាតែអញ្ចឹងទៅខ្ញុំទៅមែនដើម្បីទិញរបស់យកមកញ៉ាំនឹងមកធ្វើនៅផ្ទះហើយអ្នកគ្នាឃើញស្លេងខ្ញុំរៀងរាយហ្នឹងគឺមិនឆ្ងល់ទេដោយសារខ្ញុំផ្ដាសាយអ្នកគ្នាអញ្ចឹងហើយអវតារដែលខ្ញុំធ្វើនៅក្នុង Sakura School នេះគឺមានពាក់ម៉ាស់សារអីគឺពេលដែលយើងឈឺអីអញ្ចឹងគឺយើងអាចបលែងខ្លួនចោលបានទេយើងត្រូវតែពាក់ផឹកស្នាមឬមកក៏ពាក់ម៉ាស់កុំឲ្យឆ្លងទៅមនុស្សដទៃទៀតហើយខ្ញុំពេលដែលលក្ខណៈថាយើងចូលទៅដល់គឺអ្នកគ្នាគឺយើងត្រូវដើរមើលអីអញ្ចឹងណាអ្នកគ្នាហើយអ្នកគ្នាមកឆ្ងល់ទេដូចខ្ញុំបញ្ជាក់ពីវិតពីមុខអញ្ចឹងណាគឺថា vlog នៅក្នុង Sakura School នេះគឺខ្ញុំធ្វើឲ្យដូចអ្វីដែលខ្ញុំធ្វើនៅក្នុងជីវិតពិតនៅថ្ងៃហ្នឹងណាហើយវាជាធម្មតាទេគឺនៅពេលដែលយើងទិញហើយគឺយើងត្រូវជិះកង់មកផ្ទះវិញគឺយើងអាចនៅគេនៅហាងគេបានទេអ្នកគ្នាចង់ពេលដែលខ្ញុំទិញហើយអីហើយខ្ញុំកាត់លុយទៅប្រហែលជានៅណោះគឺខ្ញុំអត់ដឹងថាលុយជប៉ុនហ្នឹងគឺស្មើនឹងមែនទេប៉ុន្តែដឹងថាលុយខ្មែរគឺក្នុងចិត្ត10000ហើយអ្នកគ្នាខ្ញុំមកពីនឹងវិញគឺយើងធម្មតាទេពេលដែលយើងមកពីណាពីណៃមកពីផ្សារអញ្ចឹងគឺយើងត្រូវតែយកអីវ៉ាន់ចេញពីម៉ូតូឬចេញពីកង់ដោយសារយើងត្រូវយកវាទៅធ្វើម្ហូបញ៉ាំអីអញ្ចឹងអ្នកគ្នាហើយយើងត្រូវដាំបាយដាំអីដោយសារពេលព្រឹកហ្នឹងគឺយើងដាំបាយទេប៉ុន្តែសម្រាប់ម្ហូបគឺខ្ញុំអត់ញ៉ាំបាយដែលខ្ញុំដាំទេគឺខ្ញុំញ៉ាំមីអ្នកគ្នាហើយខ្ញុំអត់ដឹងថាម៉េចបានខ្ញុំទៅញ៉ាំមីទេអ្នកគ្នាដោយសារកាពះវាឃ្លានខ្លាំងខ្ញុំនិយាយមែនណាអ្នកគ្នាមនុស្ស99.99%ដែលពេលព្រឹកគឺគេញ៉ាំបាយណាតែខ្ញុំមិនដឹងថាមានមនុស្សម៉ាអ្នកទេដែលថាពេលព្រឹកឡើងគឺបើកភ្នែកមិនទាន់ទេគឺថាបើទៅរៀនវិញគឺមីទាំងបលុំតែម្ដងប៉ុន្តែពេលថ្ងៃគឺខ្ញុំអត់ញ៉ាំមីទេអ្នកគ្នាដោយសារខ្លាចងាប់ដែរតាចឹងពេលថ្ងៃហ្នឹងគឺយើងញ៉ាំបាយញ៉ាំអីធម្មតាហើយខ្ញុំទៅញ៉ាំបាយអីហើយទេនេះយកបាទខ្ញុំនឹកឃើញថាថ្ងៃនេះចង់ធ្វើជា vlog នៅក្នុង Sakura School ឲ្យអ្នកនរគ្នាមើលអញ្ចឹងអស់ហើយអ្នកគ្នា